តើអ្នកធ្លាប់សម័យចង់រស់នៅក្នុងប្រទេសអឺរ៉ុបមួយដែលមានទាំងប្រវត្តិសាស្ត្រដ៏សម្បូរបែបវប្បធម៌ដ៏អស្ចារ្យអាកាសធាតុដ៏ស្រស់ស្អាតនិងឱកាសសម្រាប់ការសិក្សានិងការងារប្រទេសអេស្ប៉ាញឬស្ប៉េនគឺជាប្រទេសមួយដែលមានភាពល្បីល្បាញយ៉ាងខ្លាំងនៅក្នុងទ្វីបអឺរ៉ុបពីទីក្រុងបាសេឡូណាដ៏ល្បីល្បាញជាមួយស្ថាបត្យកម្មដ៏អស្ចារ្យរបស់ Gaudí ទៅកាន់ទីក្រុង Madrid ដែលជារដ្ឋធានីនិងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងវប្បធម៌ដ៏សំខាន់របស់ប្រទេសអេស្ប៉ាញក៏មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតទេសភាពធម្មជាតិភូមិបុរាណនិងសំណង់ប្រវត្តិសាស្ត្រជាច្រើនពីជុំវិញពិភពលោកក្រៅពីភាពស្រស់ស្អាតអេស្ប៉ាញក៏ជាប្រទេសដែលមានសារៈសំខាន់សម្រាប់ការអប់រំនិងអាជីពនៅអឺរ៉ុបភាសាអេស្ប៉ាញគឺជាភាសាដ៏មានឥទ្ធិពលមួយនៅលើពិភពលោកហើយការចេះភាសានេះអាចបើកទ្វារទៅកាន់ឱកាសការងារនិងអាជីវកម្មនៅក្នុងប្រទេសជាច្រើនសម្រាប់អ្នកដែលចង់សិក្សាអេស្ប៉ាញក៏ផ្ដល់នូវបរិយាកាសអន្តរជាតិដែលអាចឲ្យនិស្សិតស្គាល់មិត្តភ័ក្តិថ្មីៗរៀនអំពីវប្បធម៌ផ្សេងៗនិងបង្កើតបណ្ដាញទំនាក់ទំនងសម្រាប់អនាគតជាមួយនឹងប្រព័ន្ធសុខាភិបាលការអប់រំនិងគុណភាពជីវិតអេស្ប៉ាញបានក្លាយជាជម្រើសដ៏ទាក់ទាញសម្រាប់មនុស្សជាច្រើនដែលចង់ចាប់ផ្ដើមជីវិតថ្មីនៅអឺរ៉ុបហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺសម្រាប់អ្នកដែលចង់ទៅអឺរ៉ុបតាមរយៈការសិក្សាអេស្ប៉ាញមានជម្រើសកម្មវិធីសិក្សាបែបវិជ្ជាជីវៈដែលអាចភ្ជាប់ការសិក្សាជាមួយបទពិសោធន៍ការងារនិងផែនការអាជីពជាពិសេសសម្រាប់អ្នកដែលចាប់អារម្មណ៍លើវិស័យ Hospitality, Culinary និង Catering វិស័យទាំងនេះមានតម្រូវការកម្លាំងពលកម្មខ្ពស់នៅក្នុងប្រទេសអេស្ប៉ាញកម្មវិធីដែលបានបង្ហាញនៅក្នុងឯកសារនេះផ្ដោតលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងការអភិវឌ្ឍជំនាញដែលអាចប្រើប្រាស់ក្នុងទីផ្សារការងារវាមិនមែនគ្រាន់តែជាការទៅសិក្សាប៉ុណ្ណោះទេប៉ុន្តែជាការរៀបចំខ្លួនសម្រាប់ឱកាសអាជីពនៅអឺរ៉ុបដូច្នេះប្រសិនបើអ្នកកំពុងស្វែងរកប្រទេសមួយដែលអាចផ្ដល់ទាំងបទពិសោធន៍សិក្សាវប្បធម៌អាជីពនិងការរស់នៅក្នុងបរិយាកាសអឺរ៉ុបអេស្ប៉ាញអាចជាជម្រើសមួយដែលគួរឲ្យពិចារណាឥឡូវនេះយើងមកស្គាល់ពី Spain Study Visa Program ដែលផ្ដោតលើការសិក្សាវិជ្ជាជីវៈនិងការរៀបចំផ្លូវទៅកាន់ការងារនៅប្រទេសអេស្ប៉ាញតើអ្នកណាខ្លះអាចដាក់ពាក្យបានតាមកម្មវិធីនេះអ្នកដាក់ពាក្យត្រូវមានអាយុចាប់ពី18ឆ្នាំឡើងទៅហើយត្រូវជាពលរដ្ឋមកពីប្រទេសក្រៅសហភាពអឺរ៉ុបផ្នែកការអប់រំត្រូវមានយ៉ាងហោចណាស់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬ Secondary School Diploma អ្នកដាក់ពាក្យក៏ត្រូវមានសុខភាពល្អនិងផ្ដល់លិខិតបញ្ជាក់ប្រវត្តិព្រហ្មទណ្ឌឬ Police Clearance ពីប្រទេសកំណើតលើសពីនេះត្រូវមានភស្តុតាងបញ្ជាក់ពីសមត្ថភាពហិរញ្ញវត្ថុដោយឯកសារកម្មវិធីបានណែនាំថាត្រូវមានការបង្ហាញមូលនិធិប្រហែល 30,000 អឺរ៉ូឡើងទៅចំណុចសំខាន់មួយទៀតគឺកម្មវិធីនេះមិនកំណត់ឲ្យអ្នកត្រូវមានសញ្ញាបត្រឧត្តមសិក្សាឬវិញ្ញាបនបត្រភាសាអេស្ប៉ាញឬភាសាអង់គ្លេសសម្រាប់ការដាក់ពាក្យដំបូងនោះទេសម្រាប់ផ្នែកសិក្សាកម្មវិធី Vocational Training ផ្ដោតលើជំនាញដែលទីផ្សារការងារត្រូវការឧទាហរណ៍គឺកម្មវិធី Culinary and Catering ដែលមានរយៈពេលសិក្សាសរុប810ម៉ោងរួមទាំងការអនុវត្តការងារក្នុងវិស័យឧស្សាហកម្មចំនួន80ម៉ោងអត្ថប្រយោជន៍សំខាន់មួយទៀតគឺសិទ្ធិធ្វើការរហូតដល់30ម៉ោងក្នុងមួយសប្តាហ៍ខណៈពេលកំពុងសិក្សាតាមព័ត៌មានក្នុងកម្មវិធីក៏មានការបណ្ដុះបណ្ដាលភាសាអេស្ប៉ាញរួមបញ្ចូលក្នុងការសិក្សាដោយចាប់ពីកម្រិត A1 ដល់ B2 ដើម្បីជួយឲ្យសិស្សអាចបង្កើនសមត្ថភាពភាសានិងត្រៀមខ្លួនសម្រាប់បរិយាកាសការងារបន្ទាប់ពីបញ្ចប់ឆ្នាំដំបូងកម្មវិធីបានបង្ហាញពីផ្លូវសម្រាប់បដូរទៅស្ថានភាពការងារប្រសិនបើមាន job offer ត្រឹមត្រូវនិងបំពេញលក្ខខណ្ឌដែលតម្រូវនិយាយឲ្យខ្លីសិក្សាបង្កើនជំនាញទទួលបទពិសោធន៍ការងារបង្កើតឱកាសអាជីពនៅអេស្ប៉ាញប្រសិនបើអ្នកចង់ស្វែងយល់ថាតើអ្នកមានលក្ខណៈសម្បត្តិសមស្របឬអត់និងតើឯកសារអ្វីខ្លះដែលត្រូវត្រៀមសូមពិគ្រោះជាមួយអ្នកជំនាញមុនពេលសម្រេចចិត្តដាក់ពាក្យអនាគតរបស់អ្នកនៅអេស្ប៉ាញអាចចាប់ផ្ដើមពីការសម្រេចចិត្តមួយនៅថ្ងៃនេះ